ថ្ងៃនេះខ្ញុំបានស្គាល់កន្លែងមួយតាក់ទងជាមួយនឹងអាហារសម្រន់ណាអានេះសម្រាប់បងប្អូនយើងដែលគាត់ពេញនិយមញ៉ាំតាក់ទងជាមួយនឹងនំសាំងវែកឬក៏ជាប្រភេទភីហ្សាឬក៏នំប៉័ងប្រហិតសាច់គោអីអូហូមកទីនេះគឺដឹងតែអែមហើយទីតាំងបើសិនជាបងប្អូនយើងគាត់តែឃើញគឺស្គាល់ហើយគឺអត់នៅឆ្ងាយទេគឺនៅនឹងមុខផ្សាររាត្រីណាមុខផ្សាររាត្រី TM នៅក្នុងក្រុងសីហនុយើងផ្ទាល់តែម្ដងមែនតើល្ងាចនេះខ្ញុំមកដល់គឺម៉ោង5ទៅហើយម៉ោង5ប៉ុន្តែជាក់ស្ដែងគឺគាត់លក់ចាប់ពីម៉ោង1ម៉ោង1រហូតដល់ម៉ោង10អាហ្នឹងអ្វីដែលខ្ញុំបានសាកសួរគាត់ហើយខ្ញុំចូលមកដល់ឃើញសកម្មភាពគាត់គឺមិនមានចឹងមែនតើក្នុងការធ្វើអានេះគេហៅថានំប៉័ងប្រហិតសាច់គោឆ្ងាញ់វាជាមុខម្ហូបរបស់គាត់មួយអាហ្នឹងគឺគាត់លក់ដាច់ណានៅកន្លែងគាត់ខ្ញុំមិនដែលឃើញដែរទេបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងការបំពងនំប៉័ងបែបហ្នឹងហើយគេដាក់ជាមួយនឹងប្រហិតបំពងបែបហ្នឹងណាខ្ញុំមិនដែលឃើញគេបំពងនំប៉័ងទេធ្លាប់ឃើញគេអាំងគេអីចឹងណាហើយបើតាមមែនតើអានេះជាមនុស្សគោរបស់គាត់មួយដែលគាត់លក់ដាច់ខ្លាំងមែនតើនៅកន្លែងគាត់បើនិយាយពីតម្លៃគឺសមរម្យមែនតើតម្លៃរបស់គាត់នំប៉័ងម្ដើមជាមួយនឹងប្រហិត2ចង្កាក់ជាមួយនឹងទឹកជ្រលក់ទឹកម្ទេសរបស់គេមកកាផ្លេហ្នឹងណាបងប្អូនយើងចំណាយអស់តែ4000រៀលទេហើយបើសិនជាបងប្អូនយើងមើលលុយត្រឹមតែ2500រៀលដកប្រហិតចេញមួយចង្កាក់ទៅគឺអាចញ៉ាំបានហើយសម្រាប់នំភីសាដែលខ្ញុំកំងគាត់នេះអានេះជាຂະຫນាតកណ្ដាលហើយរសជាតិរបស់គេនេះគឺគេហៅថារសជាតិរួមមិត្តអញ្ចឹងខាងក្នុងគឺមានគ្រប់សពបែបយ៉ាងចង់និយាយថាមានទាំងពីបកាមានទាំងពីក្របពោតមានទាំងពីប្រហិតក្តាមហោះដងអញ្ចឹងណាគេបញ្ចូលគ្នារួមមិត្តទាំងអស់តែម្ដងតែបើសិនជាបងប្អូនយើងអត់ចង់ញ៉ាំបែបហ្នឹងទេចង់ញ៉ាំតែមួយមុខគ្រឿងសមុទ្រអូខេអាចកំងបាននិយាយរួមទៅអត់បញ្ហាទេអាចកំងបានអញ្ចឹងណាហើយខ្ញុំឲ្យគាត់ធ្វើអញ្ចឹងទៅយើងថតយកសកម្មភាពខ្លះដើម្បីចែកម្លែកដល់បងប្អូនយើងដែលគាត់ចង់ញ៉ាំអាហារលក្ខណៈថាអាហារសម្រន់ពេលល្ងាចអញ្ចឹងទៅមិនដឹងថារហូតទៅញ៉ាំបានអូហូអាចមកទីនេះបាននិយាយរួមទៅនៅទីនេះមិនបាច់ចាំមកដល់កន្លែងផ្ទាល់ក៏បានដែរអាចកំងតាម app ញ៉ាំ24ចាំមើលខ្ញុំនឹងដាក់ app គាត់នៅក្នុងវីដេអូហ្នឹងណាបងប្អូនយើងអាចចូលទៅមើលបានអត់បញ្ហាទេបើសិនតែចង់ញ៉ាំចំណុចមួយទៀតដែលខ្ញុំបានសាកសួរគាត់ឲ្យខ្ញុំចាប់អារម្មណ៍តាក់ទងជាមួយនឹងគ្រឿងផ្សំនេះគ្រឿងផ្សំនំសាំងវិញផិនគាត់ណាបងប្អូនបានឃើញស្រាប់ហើយអាក្រហមម៉ត់ហ្នឹងគឺជាបន្លែដែលគាត់ចិញ្ច្រាំជាមួយនឹងការ៉ុតជាមួយនឹងខ្ទឹមបារាំងអញ្ចឹងបន្លែរបស់គាត់នំសាំងវិញនេះគឺអត់មានបន្លែនៅខាងក្រៅដុំទេគឺមានតែបន្លែម៉ត់បែបហ្នឹងឯងហើយសម្រាប់រសជាតិរបស់គាត់ណាទាំងភីហ្សាទាំងសាំងវិចគឺរសជាតិរបស់គាត់គឺអត់សូវជាធ្ងន់ទេចង់និយាយថារសជាតិនេះគឺរឿងស្រាលល្មមសម្រាប់បងប្អូនយើងដែលគាត់មិនសូវជាចូលចិត្តរសជាតិប្រៃអូខេអាចញ៉ាំនិយាយរួមទៅនៅទីនេះរសជាតិគឺមិនធ្ងន់ទេខ្ញុំបានញ៉ាំរួចហើយនេះខ្ញុំកំពុងតែសាក់ញ៉ាំណាគាត់ក៏បានរីកមិនដែរគាត់ថាចេះគាត់ថាបើសិនតែយើងធ្វើរសជាតិទៅរៀងធ្ងន់រៀងក្រាន់តែរបស់ទាំងអស់នេះបើសិនតែយើងញ៉ាំក៏ញ៉ាំបានច្រើនដែរញ៉ាំកាន់តែច្រើនធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែប្រៃអញ្ចឹងគាត់ធ្វើរៀងស្រាលទៅអ្នកញ៉ាំគឺគាត់ញ៉ាំបានច្រើនហើយដូច្នេះគាត់ក៏លក់បានច្រើនដែរគាត់និយាយទៅនំរបស់គាត់ដែរណាអូខេនេះគាត់ជាសារមួយដែរដែលខ្ញុំចែកម្លែកដល់បងប្អូនទាំងអស់គ្នាបើសិនតែចង់ញ៉ាំតាក់ទងជាមួយនឹងអាហារសម្រន់បែបហ្នឹងណាមានសាំងវិចមានភីហ្សាមានគេហៅថានំប៉័ងប្រហិតសាច់គោអញ្ចឹងបែបឆ្ងាញ់ស្រួយបែបហ្នឹងអូខេនៅទីនេះគឺមានទីតាំងគឺអត់បបារោនទេបងប្អូនទាំងអស់គ្នាទីតាំងគឺនៅទល់មុខនៅទល់មុខនៅផ្លូវចូលផ្សាររាត្រីយើងនឹងឯងគឺនឹងកាច់កែនឹងតែម្ដងបងប្អូនយើងមកគឺដឹងតែឃើញហើយអត់បបារោនទេនេះទឹកសុសទឹកអីគេហ្នឹងណាមើលទៅគឺពុទ្ធតំណងមួយដើមតែ4000រៀលទេនិយាយរួមទៅនៅទីនេះមានចាប់ពី2500រៀលឡើងគឺបងប្អូនអាចញ៉ាំបានហើយអូខេទៅពីខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន